នៅសុកអត់ដឹងថាក្តាមវាមានមូលហេតុអីបងប្អូនវាឡើងមកលើគោកពេញដីបងប្អូនហើយយើងចាំកាលទៀតបងប្អូនហើយអានេះនេះខំគ្នាបងប្អូនក្តាមខំគ្នាអាពីរនេះខំគ្នាយើងចាំកាលទៀតក្តាមមកឡើងលើគោកហើយយើងចាប់យកទៅបងប្អូនអានេះចាប់ទៅខ្ញុំអត់ដឹងថាចាប់យកធ្វើអីទៀតណាបងប្អូនក្តាមព្រោះនៅយើងនេះមានតែស្លោះហើយនឹងបុកអំពិលបាទបងប្អូនហើយយើងតើមានធ្វើអីទេមានតែបុកអំពិលហ្នឹងឯងបុកអំពិលក៏ឆ្ងាញ់មួយយ៉ាងដែរក្តាមជុំយ៉ាធំម្ល៉េះបងប្អូននេះក្តាមស្រែសុតសាតបងប្អូនមើលទៅលះលហួនណាបងប្អូនប៉ះវាអំបាននេះគៀបដាច់ដៃឡើយយ៉ាយីធ្វើមិនចាប់បានទៅលោកព្រះធំម្ល៉េះបងប្អូនហើយនេះឈ្មោលបងប្អូនក្តាមឈ្មោលអានេះមេឃក្តៅទៅដឹងมันវាឡើងមកកជើងគ្នាបងប្អូនសំណាងល្អយើងឃើញតន់តែអត់ឃើញវារត់ចោលភូមិអស់នេះក្តាមខ្មៅคลิกធំល្អហើយយើងចាំកាលទៀតបងប្អូនចាប់យកទៅបុកអំពិលបុកកសាំងបងប្អូនបុកអំពិលបុកកសាំងខំឆ្មៅដាច់អស់ហើយក្តាមនេះក្តាមឈ្មោលយ៉ាអានេះសងំបងប្អូននេះសងំ